ពេលទៅសាម្ដងបានគិតម្ហូបពីផ្ទះទៅទេដល់ទៅរៀនយូរបន្តិចហើយថ្ងៃហ្នឹងចង់ស្លកកូរញ៉ាំម្ដងប៉ុន្តែទៅពេលទៅដល់ហ្នឹងដល់រោត្រីតែអត់មានត្រីស្រែបងប្អូនអញ្ចឹងក៏អត់បានទិញដាក់ដែរហើយយើងមានតែសាច់ជ្រូក3ជាន់តែមួយមុខទេថ្ងៃហ្នឹងហើយស្លកកូររបស់យើងស្លបែបនេះឆ្ងាញ់មែនទែនបងប្អូនញ៉ាំក្តៅក្តៅនិយាយពីថាជាតិឆ្ងាញ់មែនទែនហើយបើបានជាមួយនឹងត្រីតែងស្រែយកមកដាក់ទៀតកាន់តែឆ្ងាញ់តែនៅផ្សារអត់មានត្រីស្រែអញ្ចឹងខ្ញុំអត់បានទិញត្រីចិញ្ចឹមដាក់បងប្អូនយើងស្លតែប៉ុណ្្នឹងហ្មងទៅហើយគ្រឿងកកូររបស់យើងបន្លែគ្រប់មុខហ្មងបងប្អូនអើយមានតាំងពីល្ហុងស្ដាយគួរលពៅអីហ្នឹងច្រើនមុខមែនទែនយើងមកបុកគ្រឿងសិនយើងមានគល់លក្រៃម្ដេចលក្រូចតមកយើងដាក់ជាមួយខ្ទឹមដាក់ម្ទេសមួយគ្រាប់មកយើងបុកឲ្យម៉ត់ចូលគ្នាបងប្អូនចាហើយខ្ញុំដាក់ប៊ីចេងនិងស្ករបន្តិចចូលទៅរួចជាស្រេចបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមយកសាច់ជ្រូក3ជាន់យើងមករំលីងឲ្យរាងស្ងួតបន្តិចណាហើយយើងរំលីងប្រហុកឲ្យឡើងឈ្ងុយហើយចាំយើងដាក់គ្រឿងដែលយើងបានបុកហ្នឹងចូលទៅកូរតាមក្រោយនិយាយទៅធ្វើបែបនេះណាស្លកូររបស់យើងឈ្ងុយឆ្ងាញ់មែនទែនបងប្អូនអរគ្នាបើបានជាមួយនឹងត្រីតែឯងទៀតកាន់តែឆ្ងាញ់តែម្ដងបន្ទាប់ពីខ្ញុំកូរគ្រឿងឡើងឈ្ងុយហើយខ្ញុំចាប់ផ្ដើមដាក់ទឹកបន្តិចបងប្អូនចាហើយយើងគ្របមកស្ទុះអញ្ចឹងមកដើម្បីឲ្យសាច់ជ្រូករបស់យើងរៀងឆ្អិនបន្តិចបន្ទាប់មកយើងចាប់ផ្ដើមដាក់បន្លែណារឹងចូលទៅមុនយើងកូរវាឲ្យសព្វចូលគ្នាល្អហើយចាំយើងគ្របវាម្ដងទៀតបងប្អូនចានិយាយទៅមុខម្ហូបស្លកកូរនេះណាមកបានបន្លែកាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនហើយអ្នកទេខ្ញុំចូលចិត្តធ្វើញ៉ាំមែនទេណាមួយដូចថាថ្ងៃណាខានញ៉ាំបន្លែច្រើនអញ្ចឹងនឹកឃើញជាងគេហ្នឹងគឺស្លកកូរនិងស្លប្រហើរតាពាំងនឹងឯងបានធ្វើស្លកកូរអញ្ចឹងគឺបន្លែគ្រប់មុខតែម្ដងពីបន្លែរបស់យើងរៀងឆ្អិនបន្តិចហើយយើងចាប់ផ្ដើមចាក់ទឹកមកល្មមទៀតទៅបងប្អូនហើយពេលទឹកពុះហើយយើងចាប់ផ្ដើមដួសជាមួយនឹងពពុះវាចេញអញ្ចឹងមកហើយបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងកលីងបងប្អូនចាកលីងខ្ញុំដាក់ប្រហែលជាមួយវែកដែរដោយសារតែស្លកកូរថ្ងៃហ្នឹងគឺធ្វើមកល្មមអញ្ចឹងទៅក៏ដាក់ច្រើនពេកដែរបងប្អូនយើងលៃលោកតាមនឹងអញ្ចឹងណាបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងបន្លែខៀវរបស់យើងមានលឹកបាសនិងលឹកទីនឹងឯងបងប្អូនអរគ្នានិយាយទៅបន្លែខៀវយើងហ្នឹងគឺអត់ដាក់យូរទេដាក់បន្លែខៀវអញ្ចឹងខ្ញុំដាក់តែមួយពុះទេបងប្អូនអរគ្នាបើយើងដាក់យូរពេកអាលួយក៏អត់ឆ្ងាញ់ដែរហើយបន្ទាប់ពីទឹកពុះហើយយើងភ្លក់រសជាតិមកយើងចូលចិត្តរសជាតិបែបណាយើងដាក់តាមចំណូលចិត្តយើងណាបងប្អូនអរគ្នានិយាយទៅខ្ញុំស្លកកូរខ្ញុំចូលចិត្តបង់ជាមួយនឹងជីនាងវងបងប្អូនគេហៅជីក្រហមហ៎និយាយទៅដាក់ជីហ្នឹងខ្លាំងក្លិនឈ្ងុយមែនទែនស្លកកូរហើយទៅពេលដាក់ទៅយើងបលុតទៅរួចរាល់ជាការស្រេចឯងបងប្អូនអរគ្នាចាស្លមុខនេះសម្បូរទៅដោយវីតាមីនណាហើយបើសិនជាយើងខានញ៉ាំបន្លែយូរបងប្អូនកុំភ្លេចធ្វើស្លកកូរញ៉ាំស្លកកូរខ្មែរយើងគឺដឹងឲ្យឆ្ងាញ់ហ្មងយើងធ្វើកូរគ្រឿងបែបហ្នឹងអញ្ចឹងបងប្អូនចានេះយើងឆ្អិនហើយរៀបចំដួសមកភ្លក់ញ៉ាំមកបងប្អូនអើយញ៉ាំក្តៅញ៉ាំក្តៅហត់បែកនេះខ្ចាយជាពិសេសបានញ៉ាំជាមួយទឹកត្រីមានម្ទេសញិចហឹលទៀតកាន់តែឆ្ងាញ់ហ្មង